នេះលោកចង់តែបន្ទប់ទឹកមែនទេខ្ញុំអាចកំដៅលោកទៅបន្ទប់ទឹកសាធារណៈបានគឺនាងជាអ្នកចង់ទៅបន្ទប់ទឹកទេជប់ទៅហើយនាងប្រើកន្ថោទៅឆ្ងាយអាចនឹងមានគ្រោះថ្នាក់មិនបានទេมันប្រើកន្ថោជាកិត្តិយសចុងក្រោយរបស់ស្រីស្អាតអ្នកណាថាទៅសំបីតែព្រះមហេសីស្អាតនោះក៏ប្រើកន្ថោដែរមកបាត់ចាំងក្នុងបន្ទប់គេលើខ្មាស់គេស្លាប់ហើយយ៉ាលោកឆាប់ទៅយកចង្កេងប្រេងកាត់មកខ្ញុំត្រូវតែតែងអ្នកនាងសួរនាងប្រើកន្ថោទៅទប់នំមិនល្អចំពោះតម្រងនំទេខ្ញុំមានអ្នកចិត្តខាងម្នាក់តែទៅទប់នំចុងក្រោយមកទប់បីខ្ញុំឲ្យស្លាប់ក៏ខ្ញុំមិនប្រើដែរហើយខ្ញុំគឺជាតារាទាំងមូលប្រកាសជាខ្មាស់គេស្លាប់ហើយបន្ទប់ស្ងាត់យ៉ាងនេះតែប្រកាសជាស្លាប់លឺហើយយប់កាន់តែជ្រៅសន្សើមក៏ធ្លាក់រូបឆោមបូលាំងព្រួយហង្រតីในจุดแต่ดับពួកគេចាច់ឲ្យយើងហ្នឹងមិនដល់6ម៉ានកដេផងនៅចិត្តបន្ទប់ទឹកទៀនអ្នកដឹកនាំអូបាននិយាយហើយរៀងខ្វះកន្លែងមានតែផ្ទះមួយនឹងទេអាណាអូជានរិនខ្ញុំទៅរកគេអ្នកដឹកនាំក៏ទៅធ្វើការនៅខាងក្រៅបាត់ហើយមានរឿងអីនិយាយប្រាប់ខ្ញុំទៅបន្តមកអេពួកអញទៅពីណាជប់លៀមណែអូយស្បែកជើងញ៉ឹងវិញមកស៊ីយិតនាងមកហើយវិញអូជានរិនលោកឆាប់ចេញមកភ្លាមខ្ញុំដឹងថាលោកនៅខាងក្នុងជប់គោទៅគាត់មកនៅក្នុងបន្ទប់ផ្ទះជប់គោទៅអូជានរិនលោកចង់ឬមិនចង់ទៅបែបផ្ទះនោះចង់តែលឺថាលោកអនុគ្រប់គាត់ចូលចិត្តផឹកស្រាទៅបានខ្ញុំរៀបចំសារល្អមកជូនគាត់ណាដើម្បីធ្វើការគ្រប់ជូនគាត់នេះគឺទុកជូនគាត់មកបន្ទិញឆាប់ទៅរៀបចំទិញហើយឆាប់ចេញពីធ្វើការកុំឲ្យខ្ញុំចាំយូរបានចាប់ខ្ញុំញ៉ាំទេឲ្យលឿនទិញអូជានរិនលោកផ្ដល់ការបកស្រាយឲ្យខ្ញុំបន្ទិញរឿងបាញ់ចែកបន្ទុំអាយ៉ាបាញ់ចែកស្អីទៅបកស្រាយស្អីទៀតទៅបន្ទុំមានតែប៉ុណ្្នឹងទេខ្ញុំបកអីចែកឲ្យនេះហើយថាមានអីត្រូវបកស្រាយទៀតទៅមានតែប៉ុណ្្នឹងទេលោកខ្លាចថាខ្ញុំទៅប្តឹងលោកប្រធានការិយាល័យទេណែនេះខ្ញុំសុំយករឿងមកសង្កត់ខ្ញុំពេកណានាងឃើញទេអំបាញ់មាញ់នេះណាគឺជាកូនស្រីរបស់លោកអនុគ្រប់គ្រងណាជាសង្សាររបស់ខ្ញុំដល់ពេលនេះខ្ញុំខ្លាចកូនសាររបស់គាត់ណារឿងនាយកការិយាល័យរបស់នេះតែហ៊ានរឿងនេះតិចតួចមករំលត់ជាមួយខ្ញុំដែរទេខ្ញុំប្រាប់នេះចាប់ទៅប៉ាពីណាទៅវិញនឹងទៅលឿនទៅសូមចូលទៅមើលរឿងពេញនៅក្នុង YouTube Khmer Movie Insight លោកអ្នកអាចចុចចូលតាម link ខាងក្រោម ai comment ក៏បានហើយកុំភ្លេច follow and like page មួយផងណាដើម្បីទទួលបានរឿងថ្មីមុនគេអរគុណ